Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងនឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងបានបន្តទួយផលរបស់យើងនៅក្នុងសំណាក់មួយគេកំពុងតែធ្វើការវឹកហាត់និងស្វែងយល់អំពីគំនងដើមរបស់គេគំនងដើមរបស់គេគឺចង់សងសឹកយើងក៏បានឃើញនៅទីបំផុតហាក់ដូចជាភ្នែកមួយគូគឺបានសម្លឹងមកមើលគេនៅពេលនេះយើងក៏មិនតាន់ដឹងមិនមកតែសាច់រឿងកាន់មកដល់កញ្ញាឈិងយុននាងកំពុងធ្វើការវឹកហាត់ដូចគ្នាប៉ុន្តែនាងហាក់ដូចជាប្រទេសជាមួយនឹងយមហាធម្មពល G1 ដែលពិបាកក្នុងការគ្រប់គ្រងខាងមែនទែននាងក៏បានឆែកមកមើលខាងក្រៅសង្កេតឡើងគឺបានគេឃើញទួយផលរបស់យើងហាក់ដូចជាត្រូវបានគ្រប់គ្រងដោយបិសាចបាត់ទៅហើយនៅពេលនេះយើងក៏បានឃើញទួយផលរបស់យើងគឺបានធ្វើការវេបអាហារទៅកាន់កញ្ញាឈិងយុនក៏បានប្រើធម៌ពលរបស់នាងបង្កើតដូចជាខាការពេនិងជំរឿននៅធម៌ពលវិញ្ញាណអាក្រក់នៅក្នុងរាងកាយរបស់ទួយផលរបស់យើងប៉ុន្តែវាហាក់ដូចជាគ្មានបានផលនោះទេគ្រាន់តែទួយផលរបស់យើងគឺបានឃ្លាតថយទៅក្រោយប៉ុន្តែពីបែបនេះទួយផលយើងគឺបានផ្លាស់ទីយ៉ាងលឿនលោតចេញពីកន្លែងរបស់កញ្ញាឈិងយុនទៅកាន់កន្លែងមួយទៀតប៉ុន្តែក៏ត្រូវបានកញ្ញាឈិងយុនគឺតាមតនរហូតនៅពេលដែលមកដល់ទីកន្លែងមួយទៀតហើយកញ្ញាឈិងយុនសួរកាន់ទួយផលរបស់យើងតើគេចង់ទៅណែហើយបន្តបានឃើញបែបនេះយើងក៏បានឃើញទួយផលយើងគឺបានធ្វើការពិបាកទៅកាន់កញ្ញាឈិងយុនទៀតកញ្ញាឈិងយុនគឺបានប្រើធម៌ពលដែលអមតៈចាត់ការទៅកាន់ទួយផលរបស់យើងបន្តពីចាត់ការហើយយើងហាក់ដូចជាឃើញដួងលឹងនេះគឺបានចាក់ចេញពីរាងកាយទួយផលរបស់យើងដែលធ្វើឲ្យនឹងពិតជាមានធម៌ពលមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែមានអំណាចធម៌ពលវិញ្ញាណនេះដែលវាគឺជាទម្រង់ដ៏ខ្លាំងក្លានៅក្នុងរាងកាយរបស់ទួយផលយើងគណៈពេលដែលអ្នកកំពុងតែមានការភ្ញាក់ផ្អើលទួយផលរបស់យើងគឺបានធ្វើការរត់ចេញបាត់ទៅហើយបន្តមកយើងក៏បានឃើញទួយផលរបស់យើងគឺបានចាក់ចេញមកដល់ទីកន្លែងមួយទៀតកញ្ញាឈិងយុននៅតែធ្វើតាមទួយផលរបស់យើងមិនថានៅទីកន្លែងណានោះទេសាររឿងក៏បានបង្ហាញនៅកន្លែងកំពូលវិនោមួយនៅពេលនេះផងដែរឃើញមនុស្សពីរនាក់ដែលម្នាក់គឺជាលោកគ្រូមកវិញរបស់យើងនិងឯអ្នកទៀតគឺជាលោកគ្រូរបស់កញ្ញាឈិងយុននៅពេលនេះនាងក៏បាននិយាយថាដូចជាលោកគឺបានបង្រៀនទៅកាន់អ៊ូវៃអំពីបច្ចេកទេសនៃគោលបំណត់ដើមដូច្នេះហើយលោកហាក់ដូចជាមិនបានដឹងនិងផ្លែអំពីវាហើយមែនថាមនុស្សប្រមាណអ្នកដែលត្រូវបានគ្រោះថ្នាក់ហើយជាផ្សេងទៅទៀតមូលីគឺត្រូវបានបាក់ដែរតែលោកមិនចាំអំពីវាទៀតដែរទេលោកគឺគួរតែបង្ហាញនៅវិធីសាស្ត្រផ្សេងក្នុងការដែលឲ្យសិស្សរបស់លោកធ្វើការវឹកហាត់ទៅមិនគួរឲ្យគេយកគោលបំណងដើមដែលជាគោលបំណងនៃការសងសឹករបស់គេនោះទេដែលធ្វើការវឹកហាត់នោះហើយក៏បានបញ្ជាក់ប្រាប់ទៅឲ្យផលរបស់យើងដែលថាប្រព័ន្ធរបស់គេគឺមិនច្បាស់លាស់ដូច្នេះហើយលោកគួរតែស្វែងយល់អំពីវាឲ្យបានឆាប់តើប៉ុន្តែក៏ត្រូវបានលោកគ្រូមកវិញក៏បាននិយាយថានេះគឺមិនចាំបាច់ចេះដឹងអំពីរឿងគ្រូសិស្សរបស់គេនោះទេជួយបីជានេះមិនតាន់ដឹងអំពីគេច្បាស់លាស់ក៏ដោយក៏គេហាក់ដូចជាកូនសិស្សល្អរបស់លោកគ្រូមកវិញដូច្នេះតែជាភាសាយើងក៏បានឃើញអ្នកគ្រូអ្នកហ្នឹងគឺបានសម្លក់ទៅកាន់មុខលោកគ្រូមកវិញដែលធ្វើឲ្យលោកគ្រូមកវិញក៏បាននិយាយថាខ្ញុំមិនចាប់អារម្មណ៍ចំពោះមនុស្សស្រីនោះទេប៉ុន្តែក៏ត្រូវបានអ្នកគ្រូអ្នកហ្នឹងក៏បាននិយាយថាខ្ញុំក៏មិនចាប់អារម្មណ៍ទៅកាន់មនុស្សប្រហែលដូចគ្នាបន្តមកអ្នកទាំងពីរគឺបានដើរបន្តនិយាយគ្នាបន្តបើសិនបើលោកនៅតែបន្តឲ្យមកវិញគឺធ្វើការប្រកាន់បែបនេះទៀតវាច្បាស់ណាស់ក៏របស់គេនឹងត្រូវបានរលែកសូន្យដូច្នេះហើយលោកគួរតែប្រើវិធីសាស្ត្រក្នុងការដែលធ្វើការប្រកាន់ទៅកាន់អ៊ូវៃទៅសាច់រឿងរបស់យើងកាន់មកដល់ព្រៃមួយយើងក៏បានឃើញសត្វស្លាបក៏គឺបានហើយចឹងគណៈពេលដែលធ្វើឲ្យរបស់យើងកំពុងតែធ្វើការហាច់សាច់សត្វព្រៃស៊ីទាំងឆៅតែម្ដងគណៈពេលនោះផងដែរយើងក៏បានឃើញកញ្ញាឈិងយុនគឺបានមកដល់កញ្ញាឈិងយុនគឺបានដែរទៅនៅភាពផ្លែរបស់ទូអីផលរបស់យើងដូច្នេះហើយទូអីផលយើងក៏មិនខ្វល់ទេនោះទេគឺក៏បានធ្វើការផ្លាស់ទីយ៉ាងលឿនប៉ុន្តែក៏ត្រូវបានសំណាញ់តាមពលមួយគឺបានចាប់គេចោលគឺក៏បានស្ទង់មកពេលប្រហែលទៅកាន់កញ្ញាឈិងយុនវិញកញ្ញាឈិងយុនព្យាយាមទប់ទល់នឹងជាយាមដែរទៅកាន់ទូអីផលយើងខ្លាំងមែនទែនបន្តែទូអីផលយើងក៏បានធ្វើការគួយប្រហែលទៅកាន់កញ្ញាឈិងយុនបន្តែពីប្រហែលបែបនេះហើយគេក៏បានតាមដានរបស់កញ្ញាឈិងយុនដែលធ្វើឲ្យនាងគឺបានទេថយទៅក្រោយជាមួយនឹងការគួតឈាមយ៉ាងខ្លាំងនិងមិននឹកស្មានថាមកពលវិញ្ញាណអាក្រក់នៅក្នុងទូអីផលរបស់យើងពិតជាខ្លាំងក្លាបែបនេះសោះដូច្នេះហើយគួរតែបញ្ចប់បានលឿនហើយយើងក៏បានឃើញហើយសពវិល័យចំនួន3ជួរក៏បាននៅលើក្បាលទួយផលយើងបន្តមកយើងក៏បានឃើញកញ្ញាឈិងយុនបញ្ចេញក្បួនវេទមន្តមួយចាត់ការទៅកាន់ទួយផលយើងដែលធ្វើគេបានស្លាប់នៅពេលនេះនាងគួរតែធ្វើការបញ្ចប់វាឲ្យបានលឿនបន្តមកក៏បានយកទួយផលយើងទៅទីកន្លែងមួយទៀតសេរឿងគឺកាន់មកដល់ភ្នំមួយទួយផលរបស់យើងជាមួយនឹងឈិងយុនកំពុងនៅក្នុងរូងភ្នំនឹងឯងនៅពេលនេះផងដែរយើងក៏បានឃើញក្បួនវេទមន្តកំពុងនៅលើទួយផលយើងរហូតដល់មានដំណក់ទៅគឺបានស្រក់ទៅលើមុខទួយផលយើងទើបគេបានញាតទាំងខ្លួនវិញដូច្នេះហើយគឺក៏បានអរគុណចំពោះការសង្គ្រោះរបស់កញ្ញាឈិងយុនផងដែរប៉ុន្តែគណៈពេលនោះកញ្ញាឈិងយុនក៏បាននិយាយថាវានៅតែអត់ប្រយោជន៍ប៉ុន្តែទួយផលរបស់យើងពិតជាឆ្ងល់ពីពាក្យសម្ដីរបស់កញ្ញាឈិងយុនខ្លាំងមែនទែនរហូតដល់គេបានសង្កេតទៅលើរាងកាយរបស់គេដែលធ្វើគេបានដឹងថាតាមពលនៃការវឹកហាត់របស់គេគឺត្រូវបានបំផ្លាញបាត់ហើយតែធ្វើគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគេនៅតែព្យាយាមធ្វើការបញ្ចេញតាមពលតែវាអត់ប្រយោជន៍នោះទេកញ្ញាឈិងយុនប្រាប់ឲ្យទួយផលយើងត្រឡប់ទៅស្លាប់ទៅពេលវូដាងជាមុនសិនទៅប៉ុន្តែគេក៏បាននិយាយថានាងគឺបានកុហកខ្ញុំរហូតដល់គេពិតជាខឹងខ្លាំងមែនទែនប៉ុន្តែសាច់រឿងរបស់យើងគឺការមកដល់ពេលបន្តទួយផលយើងកំពុងតែធ្វើការវឹកហាត់របស់គេចង់ដឹងថាគេគឺអាចធ្វើការវឹកហាត់បានបន្តទៅនោះទេប៉ុន្តែគេហាក់ដូចជាបោះបង់រហូតដល់កញ្ញាឈិងយុនគឺបានមកដល់សួរទូឲ្យផលយើងហាក់ដូចបានជាលោកបន្តបោះបង់ទៀតវាអស់រយៈពេលកន្លះខែហើយសាររួមផ្នែករបស់លោកក៏បានធ្វើការបំពេញបេសកកម្មរបស់គេរួចរាល់នឹងត្រឡប់ទៅកាន់ស្លាមដិតពេលវូដាងដូចគ្នាដូច្នេះពួកគេទាំងពីរគួរតែត្រឡប់ទៅកាន់ស្លាមដិតពេលវូដាងជាមុនសិនទៅប៉ុន្តែមកទួយផលយើងក៏បានឆ្លើយតបវិញថាគឺមិនថ្មីនោះទេទោះបីជានៅពេលនេះក៏ដោយខ្ញុំនៅតែអរគុណចំពោះការជួយជីវិតរបស់នាងដែរប៉ុន្តែខ្ញុំនឹងនៅទីនេះដើម្បីធ្វើការវឹកហាត់របស់ខ្ញុំជាបន្តទៀតនេះគឺមិនចាំបាច់ខ្វល់ពីការពាក់ព័ន្ធចំពោះខ្ញុំនោះទេដូច្នេះហើយគឺ
គ្មានអ្វីពាក់ព័ន្ធនឹងអ្នកនៅទេដែលធ្វើឲ្យនាងក៏បាននិយាយថាបញ្ហារបស់លោកគឺជាទំនួលខុសត្រូវរបស់នាងប៉ុន្តែទូឲ្យផងយើងគឺមិនខ្វល់នោះទេនៅពេលនោះយើងក៏បានលើកសម្លេងមនុស្សនេះក៏បាននិយាយថាហើយដូចជានៅពេលនេះមនុស្សម្នាក់គឺខ្លាចទៅជាមនុស្សអបិយនឹងគ្មានបានគេខ្លាចទៅជាសម្រាមបាត់ទៅហើយមិននឹកស្មានថាលោកគ្រូមកពេលគឺបានជ្រើសរើសសិស្សអបិយបែបនេះសោះហើយគេពិតជានិយាយទៅត្រង់ទៅកាន់ទូឲ្យផងរបស់យើងជាច្រើនប៉ុន្តែទូឲ្យផងយើងសួរទៅកាន់គេវិញតើមកទីកន្លែងនេះតើមកដើម្បីអ្វីបែបនេះនឹងក៏បាននិយាយថាហើយដូចជាលោកផងគឺបានភ្លេចមនុស្សម្នាក់នេះដែលជាមនុស្សក្របង្កប់របស់បែបហងហ៊ូបាត់ទៅហើយបែបហ្នឹងផងដែលមានឈ្មោះថាលីហ្វុងគេគឺជាមនុស្សដែលត្រូវបានទូឲ្យផងយើងវាយឲ្យសំទោសបែបលីនហ្វានលើកមកនៅអ្នកនរគ្នាហើយជាមិនតាន់ភ្លេចនោះទេទូឲ្យផងរបស់យើងក៏បាននិយាយថាតើឯងបានតាមដានខ្ញុំដោយស្ថានភាពបង្កប់របស់បែបហងហ៊ូមែនដែរទេចំណែកឯបែបហ្នឹងវិញគឺបាននិយាយថាដូចជាឯងគឺចង់ទូមេរៀនខ្លះហើយដូច្នេះហើយខ្ញុំនឹងបង្ហាញឯងទៅចោះប៉ុន្តែសាច់រឿងរបស់យើងគឺកាន់បន្តកន្លែងរបស់អាជីនជាមួយនឹងលីនហ្វានវិញគេពិតជាឆ្ងល់នឹងលោកផងជីនរបស់គេខ្លាំងមែនទែនហើយដូចជាគាត់គឺបានចំណាយពេលជាពេលខ្លះខែហើយដែលមិនតាន់មែនចូលមកដល់សាលានោះក៏បាននិយាយគ្នាថាតើវាមានបញ្ហាអ្វីមែនដែរទេចំពោះលោកផងអ៊ូវេរបស់គេជាពិសេសលីនហ្វានក៏បាននិយាយថាវាគ្មានបញ្ហាអ្វីនោះទេព្រោះតែអ៊ូវេរបស់យើងគឺជាមនុស្សដ៏ឆ្លាតជាមួយនឹងកម្លាំងរបស់គាត់វាច្បាស់ណាស់នឹងគ្មានបញ្ហាប៉ុន្តែភ្លាមៗយើងក៏បានឃើញអាយិនគឺបានស្ទុះយ៉ាងលឿនប្រតិបត្តិរបស់គេបានស្ទុះទៅមុខដែលធ្វើឲ្យលីនហ្វានពិតជាមានការភ្ញាក់ផ្អើលប៉ុន្តែគេនៅតែបន្តតាមអាយិនចឹងផងដែរប៉ុន្តែសារយើងរបស់យើងកាន់បន្តកន្លែងទួយព្រោះយើងត្រូវបានប៉លីហ្វុងបានវិបហាគេក៏ទៀតប៉ុន្តែគេនៅតែបន្តធ្វើការវិបហាទៅកាន់ប៉លីហ្វុងក៏ត្រូវបានប៉លីហ្វុងគឺបានគេពីការវិបហាហើយក៏បានធ្វើការវិបហាទៅកាន់ទួយព្រោះយើងក៏អួតឈាមជាមួយនឹងការរងរបួសយ៉ាងខ្លាំងផងដែរក៏បាននិយាយឌឺផងដែរថាហើយដូចជាកម្លាំងរបស់ឯងមានតែប៉ុណ្្នឹងទេមានដែរទេហើយយើងក៏បានឃើញញ៉ាជីងយុនគឺបានមកការពារទួយព្រោះរបស់យើងក៏ត្រូវបានប៉លីហ្វុងថាហើយដូចជាឯងគឺនៅឲ្យនោះស្រ័យការពារមានដែរទេប៉ុន្តែត្រូវបានទួយព្រោះយើងក៏បាននិយាយទៅកាន់ញ៉ាជីងយុនវាគឺជារឿងរបស់ខ្ញុំនោះទេដូច្នេះហើយនាងកុំចុះវាប៉ុណ្ណៃបន្តមកទួយព្រោះរបស់យើងគឺបាននិយាយថាប៉លីហ្វុងគ្រាន់តែជាកំតិចមនុស្សតែប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅអបិហងភូដូច្នេះហើយគឺគ្មានការអ្វីដែលខ្ញុំត្រូវបានមនុស្សស្រីការពារនោះទេតែធ្វើប៉លីហ្វុងពិតជាខឹងទៅកាន់ទួយព្រោះរបស់យើងខ្លាំងមែនទែនគេក៏បាននិយាយថាតើឯងចង់ស្វែងរកស្ដីស្លាប់មែនដែរទេដូច្នេះហើយខ្ញុំនឹងជួយឯងទៅចោះបន្តមកក៏បានបញ្ចេញជំហានគ្មានសមររបស់គេចាត់ការទៅកាន់ទួយព្រោះរបស់យើងក៏បានឃើញលឿនមួយនេះវាពិតជាលឿនពេលប្រហែលទៅកាន់ទួយព្រោះយើងឲ្យធ្លាក់ទៅកាន់ជួយទៅធ្វើនៅដកនេះពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងអ្នកទាំងពីរកំពុងតែស្ទុះទៅជួយទួយព្រោះរបស់យើងផងដែរជាពិសេសអាយិនគឺបានឃើញបែបនេះហើយគេពិតជាប្រើលឿនរបស់គេបន្ថែមទៀតប៉ុន្តែក៏ត្រូវបានលោកគ្រូមកវិញគឺបានមកខត់គេហើយក៏បាននិយាយប្រាប់ថាប្រសិនបើពួកឯងគឺមិនចង់ឲ្យអ៊ូវៃខ្លាចទៅជាមនុស្សដែលអត់ប្រយោជន៍បែបនេះដូច្នេះហើយពួកឯងកុំចូលទៅជួយគេអីហើយជាលោកគ្រូមកវិញប្រាប់អាយិនជាមួយនឹងលីនហ្វានកុំឲ្យជួយទៅកាន់ទួយព្រោះរបស់យើងដោយសារតែនៅពេលនេះប្រសិនបើពួកគេគឺមិនចង់ឃើញទួយរបស់យើងរស់នៅយ៉ាងវេទនាដោយគ្មានការបង្ហាត់គួរតែទុកឲ្យទួយរបស់យើងទួនៅរងការវេទនានិងការរងទុក្ខដោយខ្លួនឯងទៅប៉ុន្តែក៏ត្រូវបានប៉ែលីនហ្វានគឺបាននិយាយថាហើយអ្វីទៅដោយសារទួយរបស់យើងកំពុងធ្លាក់ចូលទៅកាន់ភាពគ្រោះថ្នាក់ហើយដូច្នេះហើយពួកយើងគួរតែជួយសង្គ្រោះគាត់ហើយយើងក៏បានឃើញដែរយិនវាពិតជាខាងខ្លាំងមែនទែនប៉ុន្តែក៏ត្រូវបានលោកគ្រូមកវិញប្រាប់ថាតែដឹងស្អីទៅជំហានក្នុងការលំបាកបំផុតវាគឺជាកន្លឹះក្នុងការដែលធ្វើឲ្យវ័យខ្លាចទៅជាមនុស្សដែលមានសក្តានុពលប្រសិនបើគេអាចឆ្លងផុតពេលដោយខ្លួនឯងបានវាច្បាស់ជាល្អយើងក៏បានឃើញកញ្ញាជាយន្តគឺបានស្ដីបន្ទោសទៅឲ្យប៉ែលីហ្វុងថាហេតុអ្វីបានជាឯងហ៊ានសម្លាប់សាររងបែបនេះប៉ុន្តែក៏ត្រូវបានប៉ែលីហ្វុងបាននិយាយថាក៏មិនទោសខ្ញុំឯងគួរតែបន្ទោសគេដែលមានសមត្ថភាពសោយទៅវិញឯណោះប៉ុន្តែយើងក៏បានឃើញទួយព្រោះយើងកំពុងតែធ្លាក់ចូលនៅក្នុងទឹកណែវិញគឺក៏បាននិយាយថាតើជីវិតរបស់ខ្ញុំនឹងត្រូវបញ្ចប់ដោយស្នាដៃមនុស្សប្រភេទនេះមានដែរទេសូម្បីតែការយកឈ្នះនៃការប្រាស់ទីខ្ញុំមិនអាចធ្វើបានផងប៉ុន្តែគណៈពេលដែលគេកំពុងតែសោយសង្រេងនិងគិតថាខ្លួនកំពុងតែផ្ដល់ទីបញ្ចប់នោះយើងក៏បានឃើញឪពុកម្ដាយបងប្អូនគេក៏បានសម្លឹងមកមើលគេហើយក៏បាននិយាយថាឯងបានសងសឹកឲ្យពួកយើងនៅទេដោយសារតែពួកយើងគឺត្រូវបានស្លាប់យ៉ាងវេទនាទួយព្រោះរបស់យើងនិយាយថាដូច្នេះហើយពួកយើងគឺមិនតាន់បានបញ្ចប់នោះទេក៏បានឃើញទួយព្រោះយើងគឺបានធ្លាក់យកមកកាន់ទីកន្លែងមួយទៀតក៏បានឃើញកញ្ញាអ្នកឡុងជីនហ្នឹងទួយព្រោះយើងក៏បាននិយាយថាហេតុអ្វីបានជានាងហៅខ្ញុំមកដល់ទីកន្លែងនេះនៅពេលដែលខ្ញុំហៅនាងហេតុអ្វីបានជានាងមិនតបដូច្នេះហើយនាងក៏បានប្រាប់ថាសភាវគតិរបស់ទួយព្រោះរបស់យើងមិនរឿងមកដូច្នេះហើយមិនអាចហៅនាងគឺបាននោះទេដូច្នេះហើយដែលធ្វើទួយព្រោះយើងក៏បាននិយាយថាខ្ញុំគឺបានហៅនាងរាប់រយដងហេតុអ្វីបាននាងមិនចេញមកនៅពេលដែលនាងហៅខ្ញុំហេតុអ្វីបានខ្ញុំមកដល់ទីកន្លែងនេះដោយសារតែអ្វីនាងក៏បាននិយាយថាដោយសារតែពេលមុនតាមពូនឹងចិត្តគំនិតរបស់លោកមិនខ្លាំងក្លាគ្រប់គ្រាន់ដើម្បីកោះហៅខ្ញុំប៉ុន្តែនៅពេលនេះពេលគ្រប់គ្រាន់ហើយដូច្នេះហើយហៅឈ្មោះរបស់ខ្ញុំទៅអ្នកក្រេតឡុងជីនៅពេលនេះផងដែរយើងក៏បានឃើញដែររបស់ទួយព្រោះយើងហៅដូចជាកោប្លៃនៅទីបំផុតទួយព្រោះយើងគឺអាចធ្វើការគ្រប់គ្រងបានហើយគេក៏បានក៏ហៅនៅអ្នកក្រេតឡុងជីបានលេចឡើងនៅពេលនេះយើងក៏បានឃើញទឹកហៅដូចជាប្រែប្រួលចំណែកប៉លីហ្វឹងគឺចង់ត្រឡប់ទៅវិញភ្លាមយើងក៏បានសន្ទុះនៃធម្មពលទៅគឺបានទូលឡើងហៅដូចជាព្យួរអញ្ចឹងប៉ុន្តែភ្លាមយើងក៏បានឃើញអ្នកក្រេតរបស់ទួយព្រោះយើងគឺបានលេចឡើងដែលធ្វើមានការព្យាបាលទៅកាន់លោកគ្រូម៉ូហ្វុយទៅកាន់អ្នកគ្រូរបស់កញ្ញាឈៀងយុនជាមួយនឹងលោកគ្រូពីរនាក់ទៀតអបិហងហ្វូអបិសិនជីហើយនឹងមនុស្សម្នាក់ទៀតដែលយើងមិនតាន់បានស្គាល់គឺក៏បាននិយាយថានៅទីបំផុតអ្នកក្រេតឡុងជីដែលជាអាវុធវិញ្ញាណដ៏បំរាននិងមានសក្តានុពលបំផុតគឺបានលេចឡើងម្ដងទៀតហើយលីហ្វុងពិតជាមានការព្យាបាលខ្លាំងមែនទែនហើយដើម្បីបានជាទួយផងយើងមិនតាន់ស្លាប់ទៀតជាមួយនឹងគ្នានេះធម្មពលទួយផងយើងពិតជាមានធម្មពលយ៉ាងខ្លាំងក្លែងទូបានមកលើគោកវិញកញ្ញាឈៀងយុនក៏មានការព្យាបាលផងដែរដោយសារទួយរបស់យើងឥឡូវនេះបានស្ដារនៅកម្រិតវឹកហាត់របស់គេមកវិញជាមួយគ្នានេះផងដែរធម្មពលរបស់គេគឺបានបង្កើនឡើងខ្លាំងជាងមុនទៀតហើយចំណែកប៉លីហ្វុងគឺបាននិយាយថាប៉ហងពូផាគេហើយធម្មពលនឹងការវឹកហាត់របស់ទួយផងយើងគឺត្រូវបានបំផ្លាញហាត់អ្វីបានជាពេលនេះអាចស្ដារមកវិញម្ដងទៀតដូច្នេះហើយនេះនឹងខ្លាចទៅជាមនុស្សទី2ដែលធ្វើការបំផ្លាញនៅការវឹកហាត់របស់ទួយផងយើងម្ដងទៀត Sorry
អ្នកនរគ្នាសូមរំខានអ្នកនរគ្នាបន្តិចដោយសារតែវីដេអូពេលបន្តខ្ញុំនឹងទៅធ្វើរឿងនៅក្នុង Full 2024វិញដោយសារតែខ្ញុំចង់បាន 10k subscriber អញ្ចឹងណាអញ្ចឹងហើយខ្ញុំនឹងទៅធ្វើនៅក្នុង channel នោះសិនដូច្នេះហើយអ្នកនរគ្នាទៅជួយចុច Sub ជាមួយនឹងការចូលមើលតាខ្ញុំប្រហែលជាបានផុសហើយបន្ទាប់ពីខ្ញុំចេញវីដេអូនេះហើយប៉ុន្តែយើងក៏បានឃើញថាទោះបីជាយ៉ាងណាក៏ដោយថាពលជួយរបស់យើងពិតជាខ្លាំងបង្កើតនៅលំពេញដល់ខ្លួនឯងមួយជាមួយនឹងការចងចាំជាមួយនឹងអាវុធវិញ្ញាណអ្នកឡុងជីរបស់គេហើយយើងក៏បានឃើញអបលីហ្វឹងបញ្ចេញអាវុធវិញ្ញាណដែលរបស់គេយ៉ាងធំស្ទុះទៅបានហើយជាមួយនឹងចំណេញអាវុធវិញ្ញាណរបស់គេផងដែរប៉ុន្តែយើងក៏បានឃើញទោះមិនបានប្រមាណហងទោះឲ្យយើងបញ្ចេញផ្លានពតរបស់គេជាមួយនឹងលំពេញហ្នឹងចាក់ទៅកាន់ដាវរបស់ប៉ែលីហ្វឹងដែលធ្វើវាបានបំបាយហើយក៏បានវាប្រហែលទៅកាន់ប៉ែលីហ្វឹងគឺបានធ្វើគេបានផ្ទេរថយទៅក្រោយយ៉ាងខ្លាំងជាមួយនឹងការដួលសន្លប់ដេកអូប្រហែលជាទឹកបើកលុយមួយក៏មិនដឹងផងដែរលីនហ្វានដែរយើងពិតជាមានការញាក់ខ្លាំងមែនទែនបន្តមកពួកគេទាំង3គឺបានធ្វើការនិយាយគ្នាចឹងទៅចំណែកកញ្ញាឈិងយុនគឺបានមកគ្រប់ទួយផលរបស់យើង sorry គឺមកគ្រប់នៅកាន់លោកគ្រូមកវៃនឹងឯងលោកគ្រូមកវៃក៏បានអរគុណទៅកាន់នាងជាពិសេសក៏បានផ្ញើពាក្យអរគុណនេះទៅកាន់គ្រូរបស់នាងផងបន្តមកកញ្ញាឈិងយុនគឺបានលេលោកគ្រូមកវៃចាក់ចេញពីទីកន្លែងនេះសាច់ជើងរបស់យើងកាន់មកដល់ក្រែងរបស់ប៉ែហុងហ្វូវិញយើងក៏បានឃើញបងប្រុសរបស់ប៉ែលីហ្វឹងដែលជាលីស៊ូគឺបានមកអញ្ជើញនឹងស្រែកហៅប៉ែហុងហ្វូក៏ចាក់ចេញមកក៏ត្រូវបាននំនេះគឺមកស្វាគមន៍ហើយក៏បានឲ្យគេរងាប់ចិត្តត្រូវបានប៉ែលីស៊ូវិបហាគេទៀតយ៉ាងណាណៃតែម្ដងបន្តមកលីស៊ូគឺចូលទៅនិយាយជាមួយនឹងប៉ែហុងហ្វូក៏ត្រូវបានប៉ែហុងហ្វូគឺបាននិយាយវិញថាដោយបានជាមករកគេលីស៊ូគឺបានប្រាប់ថាដោយសារតែឯងបានញុះញង់អត់ទៅប្រហែលជាមួយនឹងជីនូវ័យដូច្នេះហើយអូនប្រុសរបស់គេនៅពេលនេះគឺត្រូវបានប្រាញ់ដោយការវឹកហាត់ដូច្នេះឯងដល់មានអ្វីបកស្រាយទៀតក៏ត្រូវបានពេលហុងហ្វូបាននិយាយថាក្រុមគ្រាន់តែប្រាប់អំពីព័ត៌មានទៅកាន់លីហ្វឹងតែប៉ុណ្ណោះខ្ញុំមិនមែនប្រាប់ឲ្យគេទៅប្រហែលជាមួយនឹងអូវ័យឯនេះហេតុអ្វីបានជាមករករឿងខ្ញុំទៅវិញដូច្នេះហើយបែបទាំងពិតជានិយាយភ្ជាប់ចូលខ្លាំងមែនទែនបន្តមកពេលលីស៊ូគឺបានចាក់ចេញមុននឹងចាក់ចេញផងតែក៏បានធ្វើការបញ្ចេញតាមពលរបស់គេប្រហែលទៅកាន់ពេលហុងហ្វូហើយក៏បាននិយាយថាខ្ញុំនឹងមិនឲ្យឯងរួចខ្លួននោះទេបន្តមកក៏បានចាក់ចេញជាមួយនឹងពាក្យសម្ដីរបស់គេទៅតែយើងរបស់យើងកាន់មកដល់នេះទាំង3កំពុងធ្វើការវឹកហាត់វិញយើងក៏បានឃើញថាពួកគេcòn 3គឺបានហាត់តែញញៃខ្លាំងមែនទែនប៉ៃលីនហ្វិនក៏បានកោតសត្វកាន់ជួយរបស់យើងដែលបានទម្លុះយកកម្រិតទី5ពេលពិតជាអស្ចារ្យខ្លាំងមែនទែនប៉ុន្តែភ្លាមៗយើងក៏បានឃើញដំណាំអ្នកគឺបានទម្លាយធ្វើរបស់គេចេញមកហើយដំណាក់នោះផងដែរគឺជាប៉ៃលីស៊ូជាមួយនឹងកូនសត្វដតីទេគេគឺជាអ្នកការពាររបស់ស្លាដូច្នេះហើយពួកគេច្បាស់ជាមានក្រុមបាក់ពួកអញ្ចឹងឯងបន្តមកទៅរបស់យើងក៏បានមកគោរពគេក៏ត្រូវបានប៉ៃលីស៊ូក៏បានសួរទៅកាន់ទៅរបស់យើងថាគឺជាជាតិនោះវិញមែនទេដូច្នេះហើយទៅរបស់យើងក៏បានឆ្លើយតបតាមនឹងអញ្ចឹងទៅហើយគេក៏បាននិយាយថាទៅរបស់យើងផ្លាញ់ទៅការវឹកហាត់ទៅកាន់ប្អូនប្រុសរបស់គេដូច្នេះហើយតែមានអ្វីតបបែបទៀតដែរទេប៉ុន្តែត្រូវបានទៅរបស់យើងក៏បាននិយាយថាបើចង់សងសឹកនឹងដាក់ទៅគួរតែដាក់ទៅនឹងទៅរកអប៉ែហូហ្វូទៅដោយសារតែគេគឺបានញុះញង់ទៅកាន់លីហ្វឹងប៉ុន្តែនៅពេលនោះផងដែរអប៉ែនឹងគឺបានមិនខ្វល់ពីពេលសម្ដីទៅរបស់យើងនោះទេគេគ្រាន់តែមកទៀមទានឹងចង់ចាត់ការទៅកាន់ទៅរបស់យើងតែប៉ុណ្ណោះគេមានជំរឿពីរតែគេចង់ចាត់ការដតឬក៏ចង់ឲ្យគេចាត់ការចំនួនទៅរបស់យើងហើយបើចង់ចាត់ការដតនោះគួរតែផ្លាញការវឹកហាត់របស់គេចោលទៅគ្រាន់តែលើបែបនេះព្រាមលីនហ្វានពិតជាមានប្រតិកម្មខ្លាំងមែនទែនតែអាចចង់សម្លាប់នរណានៅទីកន្លែងនេះក៏ត្រូវបានទៅរបស់យើងសោះយ៉ាងខ្លាំងអាចចង់សម្លាប់រឿងឬក៏ចង់បំផ្លាញការវឹកហាត់របស់យើងតែអញពិតថាយើងគឺឲ្យអាចធ្វើយ៉ាងងាយស្រួលមែនដែរទេដូច្នេះឲ្យទៅធ្វើលីស៊ូពិតជាខឹងក៏បាននិយាយថាខ្ញុំនឹងធ្វើការចាត់ការវាដតភ្លាមៗយើងក៏បានឃើញឈៀនគឺបានប្រល្បិនរបស់គេយ៉ាងលឿនទូទៅវាហាទៅកាន់លីស៊ូក៏បានបញ្ជាក់វត្តវិញ្ញាណរបស់គេដូចគ្នាបញ្ចេញនៅតាមពោយ៉ាងខ្លាំងខ្លាចាត់ការទៅកាន់អាយិនភ្លាមៗយើងក៏បានឃើញទៅរបស់យើងបញ្ចេញលំពេញរបស់គេចេញមកចូលទៅទល់ជាមួយនឹងលីស៊ូនៅទាំង3ពិតជារងរបួសខ្លាំងមែនទែនបន្តពីការទប់ទល់ជាមួយនឹងថាមកពោវិញ្ញាណដារបស់អប៉ែលីស៊ូនៅហើយពួកគេនៅទីនេះផងដែរគឺមិនអាចកម្រើកបានទៀតនោះទេប៉ុន្តែអប៉ែលីស៊ូវិញហាក់ដូចជាគេគឺជាមនុស្សដែលស្មោះត្រង់ដូចគ្នាដោយសារតែឃើញទៅឲ្យផលរបស់យើងមិនតាន់ព្យាបាលរបួសរបស់គេជាសះស្បើយដោយសារតែបែបនេះគេគឺមិនអាចប្រៀបធៀបមកកាន់ខ្លួនបាននោះទេគឺបាននិយាយថា7ថ្ងៃក្រោយប្រសិនបើឯងព្យាបាលរបួសរួចគឺចូលទៅធ្វើការប្រកួតប្រជែងជាមួយនឹងគេនៅទីលានប្រកួតរបស់ស្លាទៅហើយប្រសិនបើឯងមិនមកទេច្បាស់ណាស់ជាងច្បាស់ជាមកជួបគ្រូរបស់ឯងដោយផ្ទាល់ជាមិនខានបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់អេដមីនក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន